សួស្តីអ្នកទាំងអស់គ្នាខ្ញុំ admin Smiley អញ្ចឹងថ្ងៃនេះខ្ញុំនឹងសម្រាយរឿង anime មួយដែលមានចំណងជើងថាសាលាមើលថៃក្មេងអញ្ចឹងមុននឹងចូលសាច់រឿងសូមអ្នកទាំងអស់គ្នាជួយ subscribe ម្នាក់មួយផងណាបន្ទាប់ពីថ្ងៃចាស់បានបញ្ចប់ថ្ងៃថ្មីក៏បានចូលមកដល់លោកស្រីយូកូក៏បានមកដាស់រុយឈីហើយនិងកូតារ៉ូឲ្យធ្វើការរៀបចំខ្លួនដើម្បីទៅសាលាដែលលោកស្រីបានផ្ដល់ជូននៅឯសណ្ឋានសាលាថ្មីឲ្យទៅរុយឈីនឹងឲ្យសៃកាវ៉ាធ្វើការរៀបចំម្ហូបអាហារសម្រាប់ពួកគេដោយភាពកក់ក្ដៅដែលរុយឈីទទួលបាននេះបានធ្វើឲ្យគាត់រំភើបទាំងស្រក់ទឹកភ្នែកតែម្ដងហើយក៏មានអារម្មណ៍ថានេះប្រហែលជាផ្ទះទី2របស់គាត់ហើយបន្ទាប់ពីឪពុកម្ដាយរបស់គាត់ចាក់ចេញទៅអញ្ចឹងបន្ទាប់ពីរៀបចំខ្លួនហើយអស់ហើយរុយឈីក៏បាននាំកូតារ៉ូទៅកន្លែងមើលថែក្មេងដើម្បីដាក់គេនៅទីនោះមុននឹងទៅសាលារៀនក្នុងកំឡុងពេលដែលរុយឈីកំពុងតែធ្វើដំណើរទៅថ្នាក់នឹងមានសិស្សៗជាច្រើនបានមើលទៅគេនេះក៏ធ្វើឲ្យរុយឈីមានអារម្មណ៍ថាផាត់ភ័យខ្លាំងមែនទែនដោយអត់ដឹងថាមូលហេតុអ្វីបានគេគ្រប់គ្នាមើលមកខ្លួនរុយឈីបន្តដើររហូតទៅដល់កាមីតាញីបន្ទាប់មកក៏បានសួរកាមីតាញីតិចៗថាតើហេតុអ្វីបានមនុស្សគ្រប់គ្នាមើលមកគេតើកាមីតាញីហាយាតូបានឲ្យរុយឈីងាកមើលខាងក្រោយរបស់ខ្លួនពេលដែលងាកទៅមើលតើរុយឈីដឹងថាតាកាកូតារ៉ូហើយនិងក្មេងដទៃទៀតបានដើរតាមគេមកពេលហ្នឹងតាកាក៏បានស្រែកប្រាប់ទៅរុយឈីថាដោយសារតែកូតារ៉ូចង់ជួបរុយឈីដូច្នេះហើយតើពួកគេនាំកូតារ៉ូមកពេលហ្នឹងក្មេងៗទាំងអស់គ្នាបំរុងនឹងទៅលេងជាមួយរុយឈីប៉ុន្តែកាមីតាញីក៏បានគម្រាមពួកគេថានឹងខោពួកគេបើសិនជាពួកគេលោឡានៅក្នុងសាលានេះក៏ធ្វើឲ្យតាកាដែលជាប្អូនកាមីតាញីនឹងខឹងហើយបំរុងនឹងរត់ទៅក្រៅប៉ុន្តែក៏បានបុកជើងនារីម្នាក់តែក្មេងស្រីម្នាក់នេះគឺមានឈ្មោះថា Inomata Maria នេះគឺជាក្មេងស្រីម្នាក់ដែលមានការ strict ទៅលើការសិក្សាហើយក៏មានអត្តចរិតរាងកាយដែរប៉ុន្តែក៏បូករួមទាំងភាពគួរឲ្យស្រឡាញ់ក្នុងនឹងអញ្ចឹងបន្ទាប់ពីតាការបានរត់បុកជើងនាងហើយ Inomata ក៏បានស្ដីឲ្យរុយឈីហើយនឹងព្រមទាំងក្មេងៗបន្តិចបន្តួចអំពីការលោឡានៅក្នុងសាលាហើយបន្ទាប់មកនាងក៏បានដើរទៅបណ្ណាល័យបាត់ទៅហើយចំណែកឯរុយឈីវិញក៏បានសុំឲ្យកាមីតាញីហាយាតូនឹងជួយគេនាំក្មេងៗទៅកាន់កន្លែងមើលថែក្មេងវិញនៅពេលដែលទៅដល់កន្លែងមើលថែក្មេងវិញរុយឈីបានព្យាយាមលើកទឹកចិត្តក្មេងៗកុំឲ្យមានការផាត់ភ័យអំពីហេតុការណ៍ដែលកើតឡើងមុននេះបន្ទាប់ពីម៉ាស់សន្ទុះក្រោយមកម៉ារីក៏បានចូលមកដល់កន្លែងមើលថែក្មេងនេះដែរហើយមូលហេតុដែលនាងមកនឹងដោយសារតែគ្រូរបស់នាងពឹងឲ្យនាងជួយយកម្ហូបឲ្យតាកាដែលជាកូនប្រុសរបស់គាត់ដោយសារតែគាត់ភ្លេចយកកញ្ចប់ម្ហូបឲ្យតាកាកាលពីព្រឹកមិញបន្ទាប់ពីឃើញគ្នាមកច្រើននឹងយូស៊ីហេរ៉ូក៏កុហកថាខ្លួនចុកពោះហើយក៏សុំរុយឈីហើយនិងម៉ារីឲ្យនៅមើលក្មេងៗជំនួសវិញបន្ទាប់មកខ្លួនគេក៏បានសុំឲ្យហាយាតូជូនគេទៅមន្ទីរពេទ្យអញ្ចឹងអ្នកដែលនៅទីនោះនៅសល់គឺមានតែអ៊ីណូម៉ាតាម៉ារីហើយនិងរុយឈីតែប៉ុណ្ណោះរុយឈីបានសុំឲ្យក្មេងៗធ្វើការសុំទោសទៅកាន់ម៉ារីដោយសារតែហេតុការណ៍មុនហ្នឹងពួកគេធ្វើឲ្យលោឡានៅក្នុងសាលាប៉ុន្តែបន្ទាប់ពីឃើញក្មេងៗពួនក្រោមតុយ៉ាងភ័យខ្លាចហ្នឹងម៉ារីក៏បានប្រាប់ទៅរុយឈីថាមិនបាច់បង្ខំក្មេងៗឲ្យសុំទោសទេបើសិនជាក្មេងៗមិនចង់សុំទោសនោះហើយនាងក៏បានរៀបរាប់ទាំងទឹកភ្នែកថាមានតែនាងម្នាក់ទេដែលពួកគេស្អប់ប៉ុន្តែចំពោះរុយឈីវិញពួកគេស្រឡាញ់គ្រប់គ្នាតាំងពីដើមមកមនុស្សគ្រប់គ្នាជាច្រើនតែងតែស្អប់នាងហើយមានតែការសិក្សាទេដែលល្អចំពោះនាងនោះហើយនាងក៏បន្តរៀបរាប់ថាមានតែការសិក្សាទេដែលនាងមាននោះប៉ុន្តែគ្រប់យ៉ាងគឺមានន័យថាខ្ញុំកាន់តែខំរៀនខ្ញុំកាន់តែមានអារម្មណ៍ថាឯកាបន្ទាប់ពីនេះនៅពេលដែលឃើញម៉ារីយំខ្លាំងៗហ្នឹងក្មេងៗស្រាប់តែមានការអាណិតអាសូរហើយក៏បានដើរមកសុំទោសម៉ារីគ្រប់គ្នាហើយបន្ទាប់មកពួកគេក៏នាំគ្នាយំនិងអោបគ្នាទាំងរំជួលចិត្តហើយបន្ទាប់មកទៀតបន្ទាប់ពីយំហើយពួកគេក៏បាននាំគ្នាគេងលង់លក់ស្កប់ស្កល់បាត់ទៅប៉ុន្មានម៉ោងក្រោយមកម៉ារីក៏បានក្រោកពីដំណេកហើយក៏បានឃើញក្មេងៗកំពុងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយរុយឈីហើយបន្ទាប់មកនាងក៏បានដឹងថានាងបានហួសម៉ោងទៅរៀនគួរនៅខាងក្រៅហើយបន្ទាប់មកនាងក៏មានអារម្មណ៍ថារៀងអៀនដោយសារតែនាងអត់ដែលទៅរៀនដោយគ្មានហេតុផលណាល្អច្បាស់លាស់ឡើយផុតពីនេះអូសៃដារុយឈីហើយនិងហាយាតូក៏បានបន្តមើលថែក្មេងៗបន្តទៀតបន្ទាប់មករុយឈីក៏បានឃើញកូតារ៉ូសម្លឹងមើលអាវរបស់ខ្លួនទាំងទឹកមុខស្រពោនបន្ទាប់មកភ្លាមៗនោះគីរិនក៏បានប្រាប់ទៅរុយឈីថាកូតារ៉ូមានអារម្មណ៍ថាសែតដោយសារតែតាកាប្រាប់ថាកូតារ៉ូពាក់អាវរូបខ្លាប៉ុន្តែអត់ដែលបានឃើញខ្លាពិតប្រាកដទេបន្ទាប់ពីគិតមើលមួយសន្ទុះរុយឈីក៏បានប្រាប់ទៅកូតារ៉ូថាគេនឹងនាំកូតារ៉ូទៅមើលកន្លែងសួនសត្វនៅថ្ងៃចុងសប្តាហ៍នេះហើយបន្ទាប់ពីនេះក្មេងៗដទៃទៀតបន្ទាប់ពីលឺហើយក៏មានការសប្បាយចិត្តនិងមានបំណងចង់ទៅជាមួយពួកគេដែរអញ្ចឹងបន្ទាប់មកនៅពេលយប់នៅពេលដែលរុយឈីត្រឡប់ទៅផ្ទះវិញគាត់ក៏បានប្រាប់លោកស្រីយូកូអំពីគម្រោងនៃការដើរលេងនៅសប្តាហ៍ហ្នឹងហើយលោកស្រីយូកូក៏បានយល់ព្រមឲ្យពួកគេទៅដែរអញ្ចឹងផុតពីនេះសាច់រឿងយើងក៏កាត់មកដល់ថ្ងៃចុងសប្តាហ៍ហើយលោកសៃកាវ៉ាកៃកុក៏បានរៀបចំនៅប្រអប់អាហារយ៉ាងធំចំពោះរុយឈីហើយនិងកូតារ៉ូសម្រាប់ដំណើរកម្សាន្តនេះហើយគាត់ក៏បំភ្លេចដកនៅថវិកាដែលលោកស្រីយូកូរៀបចំសម្រាប់ពួកគេឲ្យទៅពួកគេផងដែរ
អញ្ចឹងចំពោះដំណើរកំសាន្តនៅក្នុងថ្ងៃនេះម្ដាយរបស់ក្មេងៗក៏ធ្វើការចូលរួមផងដែរហើយបន្ទាប់ពីជុំគ្នាហើយពួកគេក៏បានធ្វើដំណើរទៅកាន់កន្លែងសួនសត្វនោះទៅប៉ុន្មានម៉ោងក្រោយមកពួកគេក៏ទៅដល់កន្លែងសួនសត្វនិងធ្វើការដើរកំសាន្តនៅទីនោះក្មេងៗមានការសប្បាយចិត្តមែនទែនដោយសារតែពួកគេបានឃើញប្រភេទសត្វជាច្រើនដែលពួកគេចូលចិត្តហើយចំពោះអូសេដាវិញក៏បានថតរូបពួកគេទុកជាអនុស្សាវរីយ៍ផងដែរអញ្ចឹងបន្ទាប់ពីដើរមើលប្រមាណសត្វក្រោយមកក៏បានមកដល់នៅកន្លែងសត្វខ្លាហើយវាក៏ជាគោលដៅដែលរុយឈីចង់នាំកូតារ៉ូមកដែរដោយសារតែកូតារ៉ូចង់ឃើញសត្វខ្លាពិតអញ្ចឹងគ្រាន់តែដល់កន្លែងសត្វខ្លាភ្លាមសត្វខ្លាហ្នឹងក៏បានក្រហមដាក់ក្មេងៗយ៉ាងខ្លាំងៗតែម្ដងពេលហ្នឹងក្មេងៗមានការផាត់ភ័យយ៉ាងខ្លាំងហើយក៏បានរត់ទៅរកម្ដាយរបស់ពួកគេតែម្ដងគឺនៅសល់តែកូតារ៉ូប៉ុណ្ណោះដែលនៅឈរនៅពីមុខខ្លាបន្ទាប់ពីឃើញបែបហ្នឹងអូសេដាហើយនឹងរុយឈីហ្នឹងស្មានតែកូតារ៉ូអត់ខ្លាចសត្វខ្លាប៉ុន្តែតាមពិតទៅនៅពេលដែលទៅមើលកូតារ៉ូនៅចិត្តហ្នឹងមុខគ្នានឹងស្លេកស្លាំងអស់ហើយបន្ទាប់មករុយឈីក៏បានលើកពោកូតារ៉ូហើយនឹងលួងលោមគេកុំឲ្យមានការភ័យខ្លាចទៀតអញ្ចឹងបន្ទាប់ពីមើលសត្វខ្លាហើយនឹងកូនខ្លាហើយពួកគេក៏ដល់ពេលត្រូវញ៉ាំអាហារថ្ងៃត្រង់ល្មមអញ្ចឹងបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានរីករាយនឹងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់មួយនេះហើយបន្ទាប់ពីការញ៉ាំអាហារថ្ងៃត្រង់បានបញ្ចប់ពួកគេក៏បានបន្តដំណើរក្នុងការមើលសត្វដទៃទៀតពួកគេបានបន្តដើរមើលរហូតដល់កន្លែងសត្វជាមដ៏ធំហើយបន្ទាប់មកកូតារ៉ូក៏បានយល់ច្រឡំថាសត្វជាមនឹងគឺជាអ្នកស្រីយូកូពេលឮអញ្ចឹងហើយពួកគេគ្រប់គ្នាបានអស់សំណើចហើយក៏បានយល់ស្របថាជាមនឹងគឺដូចអ្នកស្រីយូកូមែនហើយបន្ទាប់មកទៀតពួកគេក៏បានបន្តធ្វើដំណើរដើរមើលសត្វផ្សេងៗនិងធ្វើការថតរូបទុកជាអនុស្សាវរីយ៍ហើយនៅពេលដែលពួកគេដើរទៅដល់កន្លែងហាងលក់វត្ថុអនុស្សាវរីយ៍ពួកក្មេងៗក៏បានរំអុកសុំម្ដាយរបស់ពួកគេទិញវត្ថុអនុស្សាវរីយ៍ឲ្យពួកគេហើយចំពោះរុយឈីវិញក៏មិនភ្លេចទិញនៅតុក្កតាសត្វជាមដែលមុខដូចអ្នកស្រីយូកូនឹងឲ្យទៅកូតារ៉ូផងដែរហើយចំពោះតាកាវិញនៅពេលដែលកំពុងតែមើលវត្ថុអនុស្សាវរីយ៍ជាមួយអូសេដាសុកក៏ស្រាប់តែឃើញបរិសម្នាក់តែងខ្លួនដូចហាយ៉ាតូដែលជាបងប្រុសរបស់ខ្លួនភ្លាមហ្នឹងតាកាក៏បានរត់តាមបរិសម្នាក់នោះបន្ទាប់ពីធ្វើដំណើរតាមបរិសម្នាក់នោះបានមកសន្ទុះរហូតដល់មេឃរៀងល្ងឹតបរិសម្នាក់ហ្នឹងក៏បានងាកមកហើយតាកាក៏បានឃើញថាគេមិនមែនជាបងប្រុសរបស់ខ្លួនឡើយរីឯកន្លែងសួនសត្វនេះក៏បានចាប់ផ្ដើមប្រកាសឲ្យភ្ញៀវគ្រប់គ្នាត្រឡប់ទៅផ្ទះដោយសុវត្ថិភាពដោយសារតែម៉ោងនេះសួនសត្វត្រូវបានបិទទ្វារហើយភ្លាមហ្នឹងវាធ្វើឲ្យតាកាមានអារម្មណ៍ថាភ័យមែនទែនហើយក៏បានរត់ទាំងអស់សង្ឃឹមរហូតដល់ដួលតាកាមានអារម្មណ៍ថាសោកសៅអស់សង្ឃឹមហើយនឹងមានការភ័យខ្លាចមែនទែនហើយក៏បានយំរកបងប្រុសរបស់គេហើយភ្លាមហ្នឹងក៏មានដៃបរិសម្នាក់លើគេឡើងហើយពេលងាកមើលទៅក៏បានដឹងថាវាជាហាយ៉ាតូដែលជាបងប្រុសរបស់គេនឹងឯងហើយបន្ទាប់ពីឃើញបងប្រុសរបស់គេមកភ្លាមតាកាស្រែកយំខ្លាំងៗតែម្ដងហើយបន្ទាប់មករុយឈីក៏បានមកដល់និងរកឃើញពួកគេដូចគ្នាអញ្ចឹងបន្ទាប់ពីដំណើរកំសាន្តនៅថ្ងៃនេះបានបញ្ចប់ពួកគេក៏បានលាទៅម្ដាយរបស់ក្មេងៗហើយក៏បានត្រឡប់មកផ្ទះវិញហើយរុយឈីបានធ្វើដំណើរត្រឡប់មកផ្ទះវិញជាមួយនឹងហាយ៉ាតូដែលមានប្អូនគេនៅពីក្រោយខ្នងពួកគេបានធ្វើដំណើរបណ្ដើរនិងនិយាយគ្នាលេងអំពីប្អូនប្រុសរបស់ពួកគេបណ្ដើររហូតដល់ផ្ទះដោយសុវត្ថិភាពអញ្ចឹងសាច់រឿងនៃសាលាមើលថែក្មេងនៅក្នុងភាគទី2នេះក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅភាគក្រោយណាបាយបាយ